តាក់ទងការប្រកួត Eight Man Tournament របស់កីឡាករម៉ឺនមេឃាបើសិនជាប៉ះកីឡាករ3រូបនេះមិនថាជុំណាទេម៉ឺនមេឃាអាចនឹងរៀនតានតឹងហើយ3រូបនេះក៏អាចជាឧបសគ្គដ៏ធំសម្រាប់កីឡាករម៉ឺនមេឃាមកដែរស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នីតិព័ត៌មានកីឡាជាតិនិងអន្តរជាតិថ្មីហើយសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលចូលមកតាមដានស្ដាប់ដូចជាទស្សនាថ្មីកុំភ្លេចជួយ Subscribe នៅក្នុង Channel YouTube និង Follow Page ថ្មី Admin ម្នាក់មួយផងបាទអញ្ចឹងសម្រាប់ឈុត 8 Man Tournament នៅថ្ងៃទី14 Poster គឺបានចេញជាផ្លូវការអស់ហើយបងប្អូនហើយការប្រកួតសរុបទាំងអស់10គូទាំងការប្រកួត 8 Man ការប្រកួតមិត្តភាពអន្តរជាតិនិងការប្រកួតគូមិត្តភាពជាតិអញ្ចឹងសម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិយើងមានកីឡាករមីបន្ថែននិងកីឡាករអេអាមរិនដោយប៉ះជាមួយនឹងកីឡាករបរទេសហើយយើងងាកមកបែកភាព 8 Man ទាំង8រូបហើយកីឡាករបរទេស3រូបដែលខ្ញុំបានចាប់អារម្មណ៍មានកីឡាករម៉ុងហ្គលី Bet Eden មានកីឡាករម៉ូរ៉ូកូដែលល្បីថាតកង់ឡានដែលទើបតែឈ្នះនៅខ្សែក្រវ៉ាត់ Kickboxing XSC ពីកីឡាករយេនីណាដែលជាសិស្សច្បងមើលមេឃានិងកីឡាករមួយរូបទៀតគឺជាកីឡាកររបស់ប្រទេសអេស្ប៉ាញហើយកីឡាកររូបនេះក៏ធ្លាប់មកកម្ពុជារបស់យើង2ដងបងប្អូនបាទអញ្ចឹងមូលហេតុដែលខ្ញុំគិតថាកីឡាករ3រូបនេះអាចប៉ះកីឡាករមើលមេឃាតានតឹងដោយសារតែអ្នកទាំង3នេះគឺធ្លាប់មកប្រកួតនៅលើទឹកដីកម្ពុជារបស់យើងច្រើនលើកច្រើនសារទី1គឺកីឡាករអេស្ប៉ាញអញ្ចឹងសម្រាប់កីឡាករអេស្ប៉ាញរូបនេះគឺគេធ្លាប់មកកម្ពុជារបស់យើង2ដងប៉ុន្តែគឺគាត់ចាញ់ទាំង2លើកប៉ុន្តែការចាញ់កីឡាករកម្ពុជាចាញ់សុទ្ធតែជាកីឡាករលំដាប់បងប្អូនហើយការចាញ់នេះមិនមែនចាញ់ផយទេបងប្អូន3ទឹកពេញតានតឹងពិន្ទុឈ្នះចាញ់ប្រផិតប្រផោយទី1គឺគាត់ចាញ់កីឡាករផសោភ័ណ្ឌនៅក្នុងសង្វៀនហងមាសទី2គឺគាត់ចាញ់កីឡាករអេអាមរិននៅក្នុងសង្វៀនថោនហើយការចាញ់នេះគឺចាញ់តានតឹងបងប្អូនសម្រាប់កីឡាករអេស្ប៉ាញមួយនេះគឺតានអាវុធរបស់គេក៏ធ្ងន់ដែរទី2គឺកីឡាករ Bet Eden Bet Eden នេះពុកម៉ែបងប្អូនអ្នកគ្រប់គ្រងគុនខ្មែររបស់យើងស្គាល់គាត់ច្រើនបងប្អូន Bet Eden ធ្លាប់មកកម្ពុជារបស់យើងធ្លាប់ប៉ះជាមួយនឹងច័ន្ទរតនាធ្លាប់ប៉ះសាន់គុនខ្មែរនៅក្នុងជំនួបដណ្ដើមខ្សែក្រវ៉ាត់ IPCC ហើយក៏ឈ្នះសាន់គុនខ្មែរស្ពាយខ្សែក្រវ៉ាត់ IPCC ទៅម៉ុងហ្គលីផងដែរហើយគេក៏ធ្លាប់ប៉ះជាមួយនឹងកីឡាករម៉ឺនមេឃាផងដែរអញ្ចឹងការប៉ះជាមួយម៉ឺនមេឃាបងប្អូនអាចចូលទៅទស្សនាវីដេអូការប្រកួតបានគឺតតាំងគ្នាពេញ3ទឹកហើយលទ្ធផលគឺឈ្នះចាញ់គឺតានតឹងគឺមិនមេឃាឈ្នះបន្ទុកទៅលើកីឡាករ Bet Eden ហើយទី3នោះគឺកីឡាករម៉ារ៉ុកដែលគេល្បីថាតកង់ឡានហើយកីឡាកររូបនេះក៏ទើបតែចូលរួមលេងកម្មវិធីធំកម្ពុជារបស់យើងដែរគឺការប្រកួត Kickboxing ដែលជាការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ XSC ក្នុងប្រភេទទម្ងន់66គីឡូក្រាមដោយគេបានយកឈ្នះទៅលើកីឡាករយេនឌីណាបាទអញ្ចឹងតាក់ទងជាមួយនឹងកីឡាករ3រូបនេះខ្ញុំបាទគិតថាជាឧបសគ្គមួយសម្រាប់កីឡាករម៉ឺនមេឃាប៉ុន្តែទោះបីជាយ៉ាងណាក៏សង្ឃឹមថាម៉ឺនមេឃានឹងធ្វើបានល្អជាពិសេសគឺដណ្ដើមយកកំប៉ុងមាសក៏ដូចជាខ្សែក្រវ៉ាត់ 8 Man Tournament ឲ្យបានពីក្រុមហ៊ុន Gainsbird ចឹងប្រិយមិត្តពុកម៉ែបងប្អូនកុំភ្លេចតាមដានទស្សនាការប្រកួតនេះទាំងអស់គ្នានៅថ្ងៃទី14ចឹងសរុបទាំងអស់10គូបងប្អូនដឹងតែញាក់សាច់ទៀតហើយចុងក្រោយខ្ញុំបាទក៏សូមអរគុណសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលបានចូលមកស្ដាប់ទស្សនាជួបគ្នាវីដេអូថ្មីក្រោយទៀត